ក្នុងលោកនេះយើងមិនអាចប្រកាសថាអ្វីគ្រប់យ៉ាងជាកម្មសិទ្ធិរបស់ខ្លួនឡើយលោកអ្នកមិនត្រូវសោកស្ដាយក្នុងអំពើល្អដែលយើងបានផ្ដល់ឲ្យគេក្នុងគ្រាដែលកន្លងហួសទៅហើយទេធម្មតាទីណាក៏ដូចជាទីណាដែរជីវិតគឺអញ្ចឹងឯងមានជួបមានព្រាត់រស់ព្រាត់ស្លាប់ជាធម្មតាទៅហើយដោយទឹកដែលហូរទៅហើយมันអាចហូរត្រឡប់ក្រោយវិញបានឡើយយ៉ាងណារឿងដែលយើងធ្លាប់បានជួបហើយព្រាត់ទៅវិញចាត់ទុកថាលោកអ្នកមាននិស្ស័យបុណ្យបានជួបគ្នាត្រឹមប៉ុណ្ណឹងចោះបើអស់បុណ្យអស់និស្ស័យឲ្យគេទៅចោះអហោសកម្មឲ្យគេទៅកុំចងពៀវរានឹងគ្នាអីនាំតែការទុកទេព្រះពុទ្ធជាម្ចាស់បានទ្រង់ត្រាស់សម្ដែងថាបុគ្គលជាអ្នកមិនចងពៀរស់នៅជាសុខក្នុងលោក